សូមជូនរឿងក្របីចង់រំនៅមួយភូមិតូចមានក្របីក្មេងឈ្មោះខូឡាដែលសែនចូលចិត្តមើលកុមាររំរៀបចំសែនដូនតាគាត់សុបិនថាអាចរំបានដូចគេអូខ្ញុំក៏ចង់រំបានដែរកុមារពីរនាក់ឃើញខូឡាចង់រំផងក៏ញញឹមរីករាយនិងអញ្ជើញគាត់មកជិតមកយើងអាចបង្រៀនអ្នកបានខូឡាអនុវត្តជំហានដំបូងពេលដំបូងគាត់មិនទាន់សូវធ្វើបានល្អទេអ៊ុយខ្ញុំមិនទាន់សូវចេះទេរៀងរាល់ព្រឹកខូឡាហាត់រំម្នាក់ឯងជិតស្រែដោយមិនទាន់ធុញទ្រាន់ខ្ញុំនឹងព្យាយាមរហូតដល់ចេះគោចំណាស់ធូនមកឃើញខូឡាហាត់រំហើយមានការសង្ស័យក្របីគ្មាននរណារំទេតែអាចរំបានឬខ្ញុំចង់សាក់លបាំងកុមារវិលមកហើយលើកទឹកចិត្តខូឡាឲ្យកុំបោះបង់យើងជួយអ្នកហាត់ម្ដងទៀតថ្ងៃបុណ្យមកដល់ភូមិពោពេញដោយការសប្បាយកុមារត្រៀមរំចាំភ្ញៀវមេម្នាក់បានរងរបួសមិនអាចរំទៀតបានក្រុមរំខ្វះមនុស្សអូតែយើងធ្វើមិនដែរខូឡាខំប្រឹងយ៉ាងមកចតត់មកមុខគ្រូភូមិដើម្បីស្នើចូលក្រុមរំខ្ញុំចង់ជួយខ្ញុំហាត់រំរួចហើយល្អណាស់សាកមើលទៅក្រោមពន្លឺភ្លើងខូឡារំបានស្រស់ស្អាតអ្នកភូមិសរសើរខូឡាបង្ហាញចិត្តមាំមួនក្របីរំបានល្អណាស់ខ្ញុំបានធ្វើវាសូមអរគុណ